នៅចន្លោះសតវត្សទី9ដល់ពាក់កណ្ដាលសតវត្សទី15គ្រិស្តសករាជអាណាចក្រខ្មែរគឺជាមហាអំណាចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយកាន់កាប់ទឹកដីយ៉ាងធំគ្របដណ្ដប់លើទឹកដីនៃប្រទេសកម្ពុជាថៃឡាវនិងប៉ែកខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ននៅខាងកើតអាណាចក្រខ្មែរគេឃើញមានពួកចាមនៅនគរចម្ប៉ាពួកចាមមានដើមកំណើតមកពីម៉ាឡេស៊ីមកពីកោះស៊ូម៉ាត្រាឬជ្វាហើយបានមកចាប់តាំងទីលំនៅតាមបណ្ដោយឆ្នេរប៉ែកខាងកើតឥណ្ឌូចិននិងបានបង្កើតទៅជារដ្ឋមួយឡើងនៅចន្លោះសតវត្សទី2ទៅសតវត្សទី1មុនគ្រិស្តសករាជនគរចម្ប៉ាបានចាប់កំណើតមុននគរភ្នំឬហ្វូណនទៅទៀតក៏ប៉ុន្តែគិតចាប់ពីសតវត្សទី3មកនគរចម្ប៉ាមានការរីកចម្រើនខ្សោយជាងនគរហ្វូណនជាពិសេសខាងបច្ចេកទេសក្នុងការធ្វើសឹកសង្គ្រាមនគរចម្ប៉ានិងនគរខ្មែរគឺជាគូប្រជែងនឹងគ្នាហើយតែងតែមានការធ្វើសង្គ្រាមនឹងគ្នាជារឿយៗក៏ប៉ុន្តែសង្គ្រាមធំជាងគេដែលគេកំណត់ជោគវាសនានិងកែប្រែប្រវត្តិសាស្ត្ររបស់ពួកចាមគឺសង្គ្រាមទល់នឹងនគរអាណាមឬដៃវៀតនគរអាណាមស្ថិតនៅខាងជើងនគរចម្ប៉ាក៏ប៉ុន្តែចាប់ពីសតវត្សទី1មុនគ្រិស្តសករាជរហូតដល់សតវត្សទី10គ្រិស្តសករាជក្នុងរយៈពេលប្រមាណជាង1000ឆ្នាំអាណាមស្ថិតក្រោមការកាន់កាប់របស់ចិនពោលគឺគ្រាន់តែជាអាណាខេត្តមួយប៉ុណ្ណោះរបស់ចិនពេលខ្លះចិនបានហៅអាណាមនេះថាណាមវៀតរហូតដល់ឆ្នាំ939ពួកអាណាមបានទាមទារឯករាជ្យទៅបង្កើតជានគរដាច់ពីចិនក៏ប៉ុន្តែមិនយូរប៉ុន្មាននគរថ្មីនេះនៅតែត្រូវធ្លាក់ទៅជានគរចំណុះរបស់ចិនវិញដដែលចិនដែលបានចាប់ពីឆ្នាំ960ដល់ឆ្នាំ1279ស្ថិតក្រោមការគ្រប់គ្រងរបស់រាជវង្សសុងក្នុងការព្យាយាមរើបំរាស់ពីនឹមអាណានិគមរបស់ចិនពួកអាណាមតែងតែបានងើបឡើងបោះបោធ្វើសង្គ្រាមទល់នឹងកងទ័ពចិនជារឿយៗទៅទិសខាងត្បូងឯនោះវិញពួកអាណាមនិងពួកចាមក៏តែងតែធ្វើសង្គ្រាមឈ្លានពានគ្នាទៅវិញទៅមកឥតឈប់ឈរដែរក៏ប៉ុន្តែនៅទីចុងបំផុតគឺនគរចម្ប៉ាដែលត្រូវបរាជ័យដោយត្រូវនគរអាណាមឈ្លានពានចូលកាន់កាប់ទាំងស្រុងនៅឆ្នាំ1471នគរចម្ប៉ាត្រូវរលំហើយពួកចាមក៏បាននាំគ្នារត់ចាត់ខ្ចាយចេញពីនគរដោយភៀសច្រើនរត់ភៀសខ្លួនទៅជ្រកកោននៅក្នុងអាណាចក្រខ្មែរហើយខ្លះទៀតរត់ទៅម៉ាឡេកានៅក្នុងប្រទេសម៉ាឡេស៊ីបច្ចុប្បន្ននៅខាងលិចអាណាមនិងខាងជើងនគរខ្មែរមានប្រជាជនមួយទៀតគឺលាវធ្លាក់ជានគរឯករាជ្យមួយនៅខាងជើងនគរហ្វូណនក៏ប៉ុន្តែបន្តិចម្ដងនៅប្រទេសលាវត្រូវបានធ្លាក់ទៅក្រោមការត្រួតត្រារបស់ខ្មែរដោយដំបូងត្រឹមជានគរចំណុះហើយបន្ទាប់មកទៀតនៅក្នុងសម័យអង្គរដែនដីនៃប្រទេសលាវត្រូវបានអាណាចក្រខ្មែរវាទីកាន់កាប់ទាំងស្រុងរហូតដល់ចុងសតវត្សទី14ទើបប្រទេសលាវចាប់ផ្ដើមលេចរូបរាងសារជាថ្មីឡើងវិញក៏ប៉ុន្តែលាវស្ថិតនៅប្រទេសទុនខ្សោយទទួលរងនៅការគំរាមកំហែងពីសំណាក់ប្រទេសជិតខាងនៅខាងកើតអាណាចក្រខ្មែរមានប្រទេសមួយទៀតដែលខ្មែរហៅថាស្រុកមនហើយដែលមានទីតាំងនៅត្រង់ប្រទេសភូមាសពថ្ងៃកាលពីមុនស្រុកមននិងស្រុកខ្មែរមានព្រំប្រទល់ជាប់នឹងគ្នាត្រង់ម្ដុំព្រំប្រទល់ភូមានិងប្រទេសថៃបច្ចុប្បន្នចំណែកឯប្រទេសថៃវិញនៅមិនទាន់មានរូបរាងនៅឡើយទេនៅពេលនោះនៅក្នុងសិលាចារឹកគេឃើញថាមានការកត់ត្រាពីវត្តមានរបស់ពួកថៃឬសៀមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រហែលចាប់ពីសតវត្សទី12មកពួកថៃឬសៀមកាលពីមុនរស់នៅក្នុងខេត្តយូណានប្រទេសចិនហើយបានចាប់ផ្ដើមធ្វើអន្តោប្រវេសន៍ចាក់ចុះមកទិសខាងត្បូងបន្តិចម្ដងចាប់តាំងពីសតវត្សទី9ពីដំបូងគេឃើញពួកថៃឬសៀមនេះបានចុះមកតាំងទីលំនៅភាគខាងជើងប្រទេសលាវសប្តាហ៍ថ្ងៃនិងនៅឈៀងម៉ៃចំនួនពួកថៃឬសៀមនៅប៉ែកខាងជើងនៃតំបន់អាស៊ីអាគ្នេយ៍មានកាន់តែច្រើនឡើងហើយពួកគេបានបង្កើតទៅជានគរតូចមួយចំនួនដូចជាសុខោតីធៀងសែនឈៀងម៉ៃ
ស្រែមួយលាននិងអយុធ្យាក៏ប៉ុន្តែពីដំបូងនគរទាំងអស់នេះជានគរទុនខ្សោយហើយស្ថិតក្រោមការឥទ្ធិពលរបស់អាណាចក្រខ្មែរនៅពេលដែលអាណាចក្រខ្មែរចាប់ផ្ដើមធ្លាក់ចុះខ្សោយនគររបស់ពួកថៃឬសៀមក៏បានពង្រឹងប្រទេសរបស់ខ្លួនបន្តិចម្ដងឲ្យទៅជានគរដែលមានអធិបតេយ្យពេញលេញដោយចាប់ផ្ដើមពីសុខោទ័យនៅអំឡុងសតវត្សទី13បន្ទាប់មកទៀតនៅសតវត្សទី14ក្រោយពីស្ដេចរៀមកំហែងចូលទីវង្គតសុខោទ័យត្រូវបានធ្លាក់ដុនដាបហើយត្រូវបានធ្លាក់ក្រោមការត្រួតត្រារបស់នគរសៀមមួយទៀតគឺនគរអយុធ្យាគឺអយុធ្យានេះហើយដែលបានពង្រីកអំណាចនគរសៀមហើយជាគូប្រជែងដ៏ធំបំផុតរបស់អាណាចក្រខ្មែរនៅចុងសម័យអង្គរងាកទៅប៉ែកខាងសមុទ្រវិញនៅប៉ែកខាងត្បូងអាណាចក្រខ្មែរគេឃើញមានអាណាចក្រដ៏ធំមួយគឺអាណាចក្រស្រីវិជ័យរបស់ពួកម៉ាឡេដែលមានទីតាំងនៅលើកោះស៊ូម៉ាត្រាក៏ប៉ុន្តែមានដែនដីគ្របដណ្ដប់រហូតទៅដល់កោះជ្វាកោះបូណេអូនិងម៉ាឡេកានៅចុងខាងត្បូងឧបទ្វីបម៉ាឡេពលគឺពាសពេញដែនដីនៃប្រទេសម៉ាឡេស៊ីឥណ្ឌូនេស៊ីនិងប្រុយណេសពថ្ងៃនៅអំឡុងសតវត្សទី13អាណាចក្រស្រីវិជ័យត្រូវបានធ្លាក់ចុះទុនខ្សោយរហូតធ្លាក់ទៅជានគរចំណុះឲ្យអាណាចក្រខ្មែរហើយក្រោយមកទៀតជានគរចំណុះរបស់នគរសុខោទ័យរបស់សៀមនៅដើមសតវត្សទី15អាណាចក្រស្រីវិជ័យត្រូវដួលរលំហើយត្រូវបែកខ្ញែកជានគរតូចៗផ្សេងពីគ្នា